វិធីនេះឧបត្ថម្ភដោយទឹកត្រីរូបបង្កងប៉ាទឹកស៊ីអ៊ីវសញ្ញាផ្លែពោតបច្ចេកវិទ្យាថ្មីសម្រាប់មេផ្ទះសម័យថ្មីគីណាល់មួយសម្រាប់ការឈឺចុកចាក់មួយគីណាល់បម្រើលោកអ្នកតាំងពីឆ្នាំ1960និងបាននាំចេញទៅក្រៅប្រទេសជាច្រើនទៀតផងសូមគោរពនឹងជម្រាបសួរទូទាំងជនដែលកំពុងតាមដានប៉ុស្តិ៍ព័ត៌មានកម្ពុជា CNC ជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍ជាថ្មីមកកាន់កម្មវិធីអាជីវកម្មខ្នាតតូចនិងមធ្យមរបស់ទូទស្សន៍ CNC នៅក្នុងសប្តាហ៍នេះខ្ញុំបាទរ៉ូឌីណាសូមនាំមកជូននៅមាតិកាព័ត៌មានសំខាន់ដែលទាក់ទងទៅនឹងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាមានដូចតទៅឱសថនៃសហគ្រាស PPM កំពុងទទួលបានចំណាយទីផ្សារយ៉ាងល្អទាំងក្នុងស្រុកនិងអន្តរជាតិជាង20ប្រទេសនៅជុំវិញពិភពលោកបាននៅវគ្គចាប់ផ្ដើមនៃកម្មវិធីសហគ្រាសធុនតូចនិងមធ្យមរបស់យើងនៅក្នុងសប្តាហ៍នេះយើងមានបទយកការពិសេសថ្មីមួយទៀតស្ដីអំពីចង្វាក់ផលិតកម្មនៃសហគ្រាសផលិតឱសថ PPM នៅក្នុងប្រទេសកម្ពុជាខណៈដែលផលិតផលឱសថពីសហគ្រាសមួយនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីទីផ្សារជាតិនិងអន្តរជាតិសូមអញ្ជើញតាមដានបទយកការទាំងស្រុងដូចតទៅសហគ្រាសផលិតឱសថ PPM គឺជាក្រុមហ៊ុនផលិតនិងចែកចាយឱសថដ៏ធំមួយនៅក្នុងប្រទេសកម្ពុជានិងនាំចេញឱសថដំបូងគេជាង40មុខទៅកាន់ទីផ្សារអន្តរជាតិជាង20ប្រទេសនៅជុំវិញពិភពលោកជិត2ទសវត្សរ៍កន្លងមកនេះសហគ្រាសផលិតឱសថ PPM មានទីតាំងស្ថិតនៅជិតដំបងមូលចាមចៅខាងលិចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសហគ្រាសនេះគឺជាសហគ្រាសផលិតឱសថកម្ពុជាដំបូងគេដែលបានបង្កើតឡើងដោយប្រជាករក្នុងស្រុកតាំងពីឆ្នាំ1998ហើយមកទល់នឹងបច្ចុប្បន្នរោងចក្រផលិតឱសថ PPM បានផ្ដល់ការងារដល់ពលករក្នុងស្រុកជាង200នាក់នៅក្នុងចង្វាក់ផលិតកម្មនៅទីនេះបុគ្គលិកផ្នែកផលិតនិងឱសថការីជាច្រើនរូបដែលសុទ្ធសឹងជាកូនខ្មែរត្រូវបានបែងចែកទៅតាមក្រុមផ្សេងៗពីគ្នានៃចង្វាក់ផលិតកម្មនិងធ្វើការជាមួយនឹងម៉ាស៊ីនស្វ័យប្រវត្តិទំនើបជាមួយនឹងបទដ្ឋានបច្ចេកទេសទាំងនេះហើយទើបនៅទីនេះតម្រូវឲ្យបុគ្គលិកទាំងអស់ត្រូវតែស្លៀកសម្លៀកបំពាក់ឯកសណ្ឋានពណ៌សមានមួកស្រោមដៃនិងម៉ាស់ជាចាំបាច់ហើយពួកគេត្រូវឆ្លងកាត់បន្ទប់ប្រព័ន្ធខ្យល់សម្អាតមេរោគដោយស្វ័យប្រវត្តិជាមុននឹងចូលទៅក្នុងចង្វាក់ផលិតកម្មនីមួយៗលោកអសតការីអ៊ុចណាវិនអនុប្រធានផ្នែកផលិតកម្មនៃសហគ្រាសផលិតឱសថ PPM បានបញ្ជាក់ថានៅក្នុងអគារផលិតទាំងមូលត្រូវបានបំពាក់ដោយឧបករណ៍ត្រួតពិនិត្យកម្រិតសំណើមទាំងខាងក្រៅនិងខាងក្នុងចង្វាក់ផលិតកម្មយ៉ាងហ្មត់ចត់និងប្រកបដោយអនាម័យខ្ពស់បំផុតដោយសារ PPM យើងគឺជាសហគ្រាសផលិតឱសថនៅស្រុកខ្មែរដែលទទួលបានអាជ្ញាប័ណ្ណ GMP ហើយដូច្នេះរាល់បទដ្ឋានរាល់លក្ខខណ្ឌនៃការផលិតទាំងអស់គឺយើងត្រូវអនុលោមទៅតាមច្បាប់ GMP ការផលិតឱសថគឺយើងមានលក្ខខណ្ឌក្នុងការផលិតមានន័យថាសីតុណ្ហភាពត្រូវនៅក្នុងលក្ខខណ្ឌដែលយើងបានកំណត់សំណើមនៅក្នុងលក្ខខណ្ឌដែលយើងបានកំណត់ទើបអាចធានាបាននូវគុណភាពឱសថរបស់យើងដូច្នេះយើងមានលក្ខខណ្ឌកំណត់បើសិនជាប្រតិបត្តិការធ្វើនៅក្រៅលក្ខខណ្ឌកំណត់យើងអត់ធ្វើទេយើងត្រូវតែឈប់ជាបន្ទាន់ដើម្បីរកវិធីនៃការដោះស្រាយលោកអសតការីបានបញ្ជាក់បន្ថែមថានៅក្នុងរោងចក្រផលិតឱសថ PPM នេះមានចង្វាក់ផលិតកម្មសំខាន់ចំនួន3ខ្សែគឺចង្វាក់ផលិតកម្មផលិតឱសថប្រភេទរឹងរាវនិងប្រភេទឱសថស្ទើររឹងនិងស្ទើររាវលោកបានបន្តថាទាំងការផលិតនិងការផ្សំវត្ថុធាតុដើមត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីអសតការីនៃផ្នែកនីមួយៗហើយត្រូវឆ្លងកាត់ក្រុមត្រួតពិនិត្យមួយក្រុមផ្សេងទៀតមុននឹងបញ្ជូនចូលទៅក្នុងខ្សែចង្វាក់ផលិតកម្មនៅក្នុងសហគ្រាសផលិតឱសថ PPM យើងនេះយើងបានផលិតផលជាង160មុខបាទហើយនៅក្នុងនោះយើងមាន line production យើងចំនួន3ធំទី1គឺ solid form line ទី2គឺ liquid form line និងទី3 semi liquid form line ហើយនៅក្នុងនោះយើងមានផលិតដូចជាពពួក form ជាថ្នាំគ្រាប់ form ជាថ្នាំកញ្ចប់ form ជា capsule form ជា zero form ជា suspension form suppositor ហើយថ្មីនេះអនាគតដល់ខ្លីខាងមុខយើងនឹងផលិតជាក្រែមមួយទៀតបញ្ហាគុណភាពនិងសុវត្ថិភាពឱសថគឺជាកត្តាចាំបាច់បំផុតដែលត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់និងត្រឹមត្រូវបំផុតនៅទីនេះដើម្បីធានាបាននូវគុណភាពឱសថសហគ្រាសផលិតឱសថ PPM បានបំពាក់ឧបករណ៍ទំនើបចុងក្រោយនៅក្នុងបន្ទប់ពិសោធន៍របស់ខ្លួនដែលឧបករណ៍ទាំងនេះអាចឲ្យគេទទួលបានលទ្ធផលនៃការវិភាគឱសថបានយ៉ាងច្បាស់លាស់ទាំងមុននិងក្រោយការផលិតលោកស្រីឱសថបណ្ឌិតអង្គសុថាវីនាយិកាគុណភាពនៃបន្ទប់ពិសោធន៍បានបញ្ជាក់ថាបន្ទប់ពិសោធន៍នេះមានសមត្ថភាពពិនិត្យទាំងផ្នែករូបសាស្ត្រគីមីសាស្ត្រនិងបាក់តេរីសាស្ត្រ
ដើម្បីឲ្យប្រកាសថាផលិតផលដែលផលិតចេញមកស្អាតទេនិងមានមេរោគដែរឬទេមុននឹងបញ្ចេញលក់ទៅក្នុងទីផ្សារក្នុងស្រុកនិងអន្តរជាតិ ផ្នែកគីមីសាស្ត្រគឺយើងធ្វើទៅតាមផ្នែករូបគីមីឧទាហរណ៍ថាយើងមើលភាពរលាយយើងមើលភាពរឹងនៃថ្នាំយើងមើលគុណភាពកម្រិតជាតិថ្នាំយើងរកអត្តសញ្ញាណរបស់ថ្នាំដល់ផ្នែកបាក់តេរីសាស្ត្រគឺយើងមើលតែមេរោគឯងពិសោធន៍ទៅរកមេរោគទៅរកមើលផ្សិតតើវាដុះទេតើវាត្រឹមត្រូវទេបន្ទប់ដែលយើងពិសោធន៍នោះវាត្រឹមត្រូវអត់ចឹងបើសិនជាបន្ទប់ពិសោធន៍យើងត្រឹមត្រូវផលិតផលដែលយើងផលិតចេញមកក៏វាស្អាតអត់មានមេរោគដែរអញ្ចឹងផ្នែកខាងបាក់តេរីសាស្ត្រយើងមើលពពួកបាក់តេរីយើងមើលពពួកមេរោគដែលបង្កឲ្យយើងមានបាត់សុវត្ថិភាពក្នុងឱសថយើងណា ដោយសារតែភាពហ្មត់ចត់ទាំងគុណភាពនិងអនាម័យនៅក្នុងការផលិតនេះហើយទើបធ្វើឲ្យផលិតផលថ្នាំពេទ្យរបស់សហគ្រាស PPM មានទីផ្សារកាន់តែទូលំទូលាយទាំងក្នុងស្រុកនិងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិលោកអសត់បណ្ឌិតហៃលីអៀងប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM បានសម្ដែងនូវមោទនភាពជាមួយនឹងសមិទ្ធផលទាំងនេះដែលឱសថផលិតនៅក្នុងប្រទេសកម្ពុជាដ៏ក្រីក្រមួយនេះមានការទទួលស្គាល់ជាអន្តរជាតិដែលធ្វើឲ្យក្រុមហ៊ុនរបស់លោកអាចនាំចេញទៅជាង20ប្រទេសចាប់តាំងពីឆ្នាំ1998មករហូតដល់ថ្ងៃនេះគឺយើងជាសហគ្រាសទី1ដែលនាំមុខគេនឹងគឺជាមោទនភាពរបស់សហគ្រាសក៏ដូចជាមោទនភាពរបស់ប្រទេសកម្ពុជាយើងដែរពីព្រោះថ្នាំពេទ្យជាផលិតផលដែលជួយនៅសុខភាពគេដូច្នេះយើងទៅប្រទេសអាហ្វ្រិកជាង20ប្រទេសហ្នឹងយើងបានឃើញនៅគ្រប់ pharmacy គឺថាគ្រប់ឱសថស្ថានទាំងអស់គេស្គាល់ផលិតផលគីណាល់គេស្គាល់ផលិតផលកាបូទូគេស្គាល់ផលិតផល PPM ហើយគេដឹងថា PPM ហ្នឹងគឺនៅប្រទេសកម្ពុជាយើងជាផលិតផលជាសហគ្រាសដែលចេញអំពីកូនខ្មែរអញ្ចឹងជាមោទនភាពយើងធំណាស់ទាំងផ្នែកសេដ្ឋកិច្ចទាំងផ្នែកសង្គមគិច្ចសុខាភិបាលក៏ដូចជាផ្នែកកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាយើងដែរឆ្លើយតបទៅនឹងសំណួរថាតើចំណុចអ្វីដែលធ្វើឲ្យថ្នាំពេទ្យនៅក្នុងប្រទេសកម្ពុជាមានគេទទួលស្គាល់បែបនេះលោកអសត់បណ្ឌិតហៃលីអៀងបានឆ្លើយតបយ៉ាងដូចនេះថានឹងជាសំណួរមួយសំខាន់ដែរព្រោះខ្ញុំនឹងផ្ទាល់ខ្ញុំមិនដែលនឹកឃើញថាយើងទទួលបានជោគជ័យដល់ប៉ុណ្្នឹងនេះសប្តាហ៍ថ្ងៃនៅប្រទេសកម្ពុជាយើងឲ្យតម្លៃទៅលើផលិតផលបរទេសខ្លាំងហួសហ្នឹងហើយធ្វើបិទទៅនៅប្រទេសកម្ពុជាយើងមានសហគ្រាសខ្លះគាត់ធ្វើមិនត្រឹមត្រូវតាមច្បាប់ចឹងមែនប៉ុន្តែវាមានសហគ្រាសមួយភាគធំដែរដែលយើងខំកែច្នៃនិងធ្វើម៉េចឲ្យផលិតផលយើងនឹងមានគុណភាពហើយធំបំផុតកាលណាយើងចេញទៅប្រណាំងប្រជែងនៅបរទេសគឺតើតែផលិតផលយើងនឹងវាមានគុណភាពខ្ពស់ហើយល្អជាងគេបានគេចាប់អារម្មណ៍បណ្តែចម្លែកខ្មែរយើងនៅមិនទាន់ឲ្យតម្លៃលើខ្លួនឯងមិនទាន់ឲ្យតម្លៃលើវប្បធម៌លើអ្វីដែលយើងមានយើងឲ្យតម្លៃទៅលើបរទេសនឹងវាហួសពេកបើតាមប្រធានក្រុមហ៊ុនរូបនេះឱសថ PPM មួយផ្នែកធំត្រូវបានចែកចាយទៅទីផ្សារនៃបណ្ដាប្រទេសអាហ្វ្រិកជា20ដែលភាគច្រើនជាប្រទេសអាហ្វ្រិកនិយាយភាសាបារាំងហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឱសថ PPM បានចែកចាយទៅក្នុងប្រទេសនៃសហគមន៍អាស៊ានមួយចំនួនមានប្រទេសមីយ៉ាន់ម៉ាឡាវនិងវៀតណាមជាដើមតែទោះជាយ៉ាងណាលោកឱសថបណ្ឌិតហៃលីអៀងនៅតែបង្ហាញពីការគាំទ្រខ្លាំងពីទីផ្សារនៅក្នុងស្រុកផងដែរបើទោះបីជាផលិតផលនៅក្នុងស្រុកមួយនេះត្រូវប្រកួតប្រជែងយ៉ាងលំបាកជាមួយនឹងលំហូរដ៏ច្រើនលើសលប់នៃផលិតផលថ្នាំពេទ្យដែលនាំចូលទាំងស្របច្បាប់និងមិនស្របច្បាប់នៅលើប្រទេសកម្ពុជាជាក់ស្ដែងអ្នកស្រីសេងទូចម្ចាស់ឱសថស្ថានពុនរាយស្ថិតនៅក្បែរផ្សារចាស់ដែលបានបាក់លក់ឱសថជាង30ឆ្នាំមកហើយបានបញ្ជាក់ថានៅក្នុងឱសថស្ថានរបស់អ្នកស្រីមានលក់ថ្នាំច្រើនប្រភេទដែលនាំចូលពីប្រទេសបារាំងឥណ្ឌាកូរ៉េហើយក៏មានលក់ឱសថ PPM ផងដែរអ្នកស្រីបានបញ្ជាក់បន្ថែមថាការសម្រេចជ្រើសរើសឲ្យលក់ឱសថ PPM នេះដោយសារអ្នកស្រីបានចូលរួមស្ដាប់ការពន្យល់ណែនាំរបស់ក្រុមហ៊ុនហើយការសាកល្បងជាមួយផលិតផលនេះអ្នកស្រីឃើញថាវាមានប្រសិទ្ធភាពល្អសម្រាប់អ្នកប្រើប្រាស់និងមានតម្លៃសមរម្យជាប្រចាំនិយាយត្រង់ទៅពីច្រើនខ្ញុំប្រើឱសថរបស់ផលិតផល PPM ហ្នឹងហ្មងក្រុមហ៊ុន PPM ហ្នឹងណាបាទចាខ្ញុំប្រើច្រើនខ្ញុំសង្កេតឃើញចាពេលណាខ្ញុំឲ្យថ្នាំទៅគេតេជជនខ្ញុំហ្នឹងគាត់យកថ្នាំគំរូហ្នឹងមកវិញមកទិញទៀតម្ល៉េះហើយខ្ញុំសម្គាល់ឃើញថាថ្នាំតរវាបកែបានគេយកសបកមកទិញយើងជាលើកទី2ហើយកន្លែងខ្ញុំហ្នឹងមានលក់ថ្នាំ PPM ច្រើនស្ទើរតែគ្រប់មុខតាំងពីថ្នាំសេរ៉ូ
ឆ្នាំគ្រាប់លេបឆ្នាំសុលជាលក្ខណៈជាអូវីលនិងស៊ូប៉ូស្ទ័រគ្រប់ស្ទើរតែទាំងអស់អញ្ចឹងណា មិនខុសនឹងការអះអាងរបស់អ្នកលក់នេះទេនុត្តរដ្ឋាអាយុ22ឆ្នាំមានផ្ទៃពោះកូនដំបងដែលបានឈាងចូលមកទិញថ្នាំផ្ដាសាយជាមួយនឹងប្តីរបស់នាងនៅអសុស្ថានពន្ធរាយដែលនាងខ្លាចទៅជាអតិថិជននៅទីនេះអស់ជាង2ឆ្នាំមកហើយនោះបានបញ្ជាក់យ៉ាងដូចនេះថា ចាខ្ញុំឧស្សាហ៍មកបង ហើយនេះបងប្អូនឧស្សាហ៍មកទិញថ្នាំសំនៅទីនេះ ចាព្រោះអីផលិតផលនៅទីនេះមានគុណភាពល្អនៅពេលដែលខ្ញុំឈឺសប្ដងខ្ញុំទៅសំនៅកន្លែងផ្សេង 4-5 បោកវាអត់ត្រូវដូចមិញអញ្ចឹងគឺនៅខ្ញុំទិញតែ2បោកឯងព្រោះអីខ្ញុំធ្លាប់ទៅសំកន្លែងគាត់តែ2ឬ3បោកខ្ញុំជាហ្មង ជាមួយនឹងការគាំទ្ររបស់អតិថិជនទាំងក្នុងស្រុកនិងអន្តរជាតិនេះហើយទៅធ្វើឲ្យច្បាប់វិកម្មរបស់សហគ្រាសផលិតឱសថ PPM រីកធំឡើងបន្តិចម្ដងហើយនៅក្នុងរយៈពេលជាង5ឆ្នាំចុងក្រោយនេះទិន្នន័យនៃការចែកចាយផលិតឱសថនៅលើទីផ្សារមានល្បឿនកើនឡើងលឿនលើសពីការរំពឹងទុកតែទោះជាយ៉ាងណាលោកហៃលីអៀងមិនចង់ឲ្យមានកំណត់នេះស្ទុះខ្លាំងពេកទេព្រោះថា